ចាហើយឥឡូវហ្នឹងនៅលើសម័យយើងឥឡូវនេះគឺមនុស្សជាច្រើនគេជឿទៅលើវិទ្យាសាស្ត្រតើពេលរៀនអក្ខរនៅតែមានសារៈសំខាន់ដែរគឺឬក៏អត់ណាគ្រូស្វាគមន៍មកកាន់កម្មវិធីខ្ញុំដឹងវគ្គ2ពេលរៀនអក្ខរនៅក្នុងសម័យថ្មីបាទអ្នកទាំងអស់គ្នាដឹងទេថានៅពេលដែលយើងត្រូវការបើកហាងរៀបការឬអ្វីផ្សេងៗហ្នឹងយើងតែងតែទៅរកអ្នកជំនាញដើម្បីឲ្យគាត់រកមើលពេលវេលាល្អក្នុងការបើកដើម្បីអ្វីនេះគឺជាការបង្ការកុំឲ្យមានរឿងអាក្រក់កើតឡើងដែលអ្នកគ្រូជំនាញគេហៅថាគ្រូជំនាញទៅលើភ្នែកឆុងស៊ុយហ្នឹងគាត់យល់ច្បាស់ថាវេលាម៉ោងម៉ានយើងគួរធ្វើល្អថ្ងៃណាល្អពេលណាដែលវានាំលៀបវាធម្មពលល្អវាចូលមកកាលណាធម្មពលល្អចូលមកយើងរស់ស៊ីចេះកាក់កបប្រសិនបើធម្មពលអាក្រក់មកវិញគឺបណ្ដាលឲ្យយើងបាត់បង់ភាពគេថាអត់មានភ្ញៀវឬក៏មានបញ្ហាដល់សុខភាពឬក៏បញ្ហាអីមួយកើតឡើងបាទចាហើយឥឡូវហ្នឹងនៅលើសម័យយើងឥឡូវនេះគឺមនុស្សជាច្រើនគេជឿទៅលើវិទ្យាសាស្ត្រតើពេលរៀនអក្ខរនៅតែមានសារៈសំខាន់ដែរគឺឬក៏អត់ណាគ្រូចាសម័យបច្ចុប្បន្ននេះមនុស្សជាច្រើនយើងជឿជាក់ទៅលើវិទ្យាសាស្ត្រអញ្ចឹងពេលរៀនអក្ខរហ្នឹងគឺពិតជាមានសារៈសំខាន់ណាស់ថាសម្រាប់មនុស្សបច្ចុប្បន្នហ្នឹងខ្ញុំសូមលើកបង្ហាញឲ្យជាក់ស្ដែងបន្តិចថាតើហេតុអ្វីបានជាវាជាវិទ្យាសាស្ត្រអញ្ចឹងឧបមាថានេះគឺជាផែនព្រះអាទិត្យហើយនេះគឺជាផែនដីអញ្ចឹងនៅពេលដែលផែនដីធ្វើចលនាគឺផែនដីវិលជុំវិញព្រះអាទិត្យហើយការដែលផែនដីវិលជុំវិញព្រះអាទិត្យនេះគឺវាបង្កើតជាថាមពលមួយគេហៅថាថាមពលមេឃហើយនៅពេលដែលផែនដីវិលជុំវិញព្រះអាទិត្យហ្នឹងក៏ក្នុងពេលកំឡុងពេលជាមួយគ្នាហ្នឹងផែនដីក៏វិលជុំវិញខ្លួនឯងដែរហើយការដែលផែនដីវិលជុំវិញខ្លួនឯងហ្នឹងគេបង្កើតជាថាមពលមួយគេហៅថាថាមពលដីអញ្ចឹងរវាងថាមពលមេឃនិងថាមពលដីវាវាយគ្នាទៅពេលដែលវាយគ្នាទៅវាធ្វើឲ្យជះឥទ្ធិពលមកលើយើងទាំងអស់គ្នាចាអូអញ្ចឹងថាមពលមេឃជាមួយនឹងថាមពលដីគឺវាអត់សូវចូលគ្នាទេចាគឺវាបឋៈគ្នាវាត្រូវវាយគ្នាដោយសារមូលហេតុហ្នឹងហើយទើបយើងត្រូវតែរើសពេលលាល្អដើម្បីដឹងថាតើពេលលាណាដែលទីតាំងហ្នឹងមានសុវត្ថិភាពចាដូចអ្នកទាំងអស់គ្នាបានយល់ហើយធម្មពលមេឃនិងធម្មពលដីគឺភិកច្រើនគឺអត់ចូលគ្នាទេដោយសារវាមានធាតុបូកពុលបូកនិងពុលដកអញ្ចឹងហើយវានឹងមានការរុញច្រានគ្នាអញ្ចឹងដូចអ្នកគ្រូលើកឡើងនេះគឺជាចំណុចមួយចំនួនដែលហេតុអីបានយើងត្រូវរើសពេលលាឥឡូវអ្នកគ្រូអាចជួយបញ្យល់ឲ្យលម្អិតបន្តិចបានទេតាក់ទងថាវិជាពិលានិខិតរិទ្ធនេះមិនមែនជាជំនឿចាអូខេអរគុណចាវិជាពេលលានិខិតរិទ្ធនេះមិនមែនជាជំនឿឥឡូវយើងឧទាហរណ៍ជាក់ស្ដែងដូចជានៅក្នុងឆ្នាំ2026ហ្នឹងគឺជាឆ្នាំមមីអញ្ចឹងយ៉ាងណាថាឆ្នាំមមីហ្នឹងគឺមានទិសអសលនៅទិសខាងជើងហើយទិសខាងជើងហ្នឹងប៉ះសាច់អីខ្លះគឺប៉ះសាច់កុលជូតឆ្លូវហើយចុះក្នុងខែថោះនេះខែ4នេះខែ3នេះតើទិសអសលឬទិសឆុងនៅទិសណាក្នុងខែ3នេះគឺជាទិសថោះគឺជាខែថោះសំទោសហើយខែថោះហ្នឹងគឺអសលនៅទិសខាងលិចទិសខាងលិចហ្នឹងគឺប៉ះសាច់អីខ្លះប៉ះសាច់វករកានិងចហើយចុះបើថ្ងៃទី13នៅក្នុងខែ3ហ្នឹងតើប៉ះទៅទិសណាថ្ងៃទី13ក្នុងខែ3ហ្នឹងគឺប៉ះទៅទិសចអញ្ចឹងទិសចហ្នឹងឆុងនៅទិសណាខ្លះចគឺឆុងនៅទិសរោងហើយជួសួរថាតើអសលនៅទិសណាអសលនៅទិសខាងជើងទៀតអញ្ចឹងគឺប៉ះកុលជូតឆ្លូវទៀត3សាច់ទៀតអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាតើវាជាជំនឿឬវិទ្យាសាស្ត្របងប្អូនអាចសាកបានថានៅក្នុងពេលលាដែលខ្ញុំបាននិយាយនេះបងប្អូនអាចទៅគោះឲ្យខ្លាំងឬក៏ស្វានដំអ្វីមួយនៅស្រូនខាងជើងនៃផ្ទះបងប្អូននឹងជួបបញ្ហាពិតអត់បងប្អូនអាចសាកល្បងបានណាតែប្រយ័ត្នអាចត្រៀមខ្លួនឯងខ្លះចាក្នុងការសាក់លបងដូចអ្នកទាំងអស់គ្នាដឹងហើយមិនមែនទិសមួយវា
ត្រឹមត្រូវនោះទេនៅពេលដែលយើងធ្វើអ្វីមួយដែលអត់បានគិតដល់ពីចំណុចទាំងអស់ហ្នឹងធ្វើឲ្យយើងមានបញ្ហាដល់ជីវិតរបស់យើងហើយសុខភាពហើយនឹងការរស់ស៊ីដូចអ្នកគ្រូលើកឡើងអញ្ចឹងមានទិសអីខ្លះដូចអ្នកគ្រូលើកឡើងមិញដូចមាន អ្នកគ្រូបានជំរាបឡើងហើយ អល់ជូតអីហ្នឹងអ្នកគ្រូនោះដែលវាជាអសង្ឃអញ្ចឹង từ khang cha បាទទឹកខាងជើងអសង្ឃអញ្ចឹងគុំធ្វើអីផ្ដេសផ្ដាស់ប៉ុន្តែបើសិនអ្នកទាំងអស់គ្នាអត់ជឿដូចអ្នកគ្រូថាសាក់មើលសាក់លេងទៅតែដំស្លាមើលឃើញហើយមិនទុះឃើញមិនទុះចង់និយាយថាស្អែកខាត់ស្អែកឃើញមានអីកាត់ឡើងហើយបើមិនឈឺទេដួលអាលាត់ដៃអាលាត់ជើងឯងមកគាត់បាទអញ្ចឹងបើសិនអ្នកទាំងអស់គ្នាត្រូវការប្រឹក្សាណាជាមួយនឹងហុងស៊ុយឬរើសពេលវេលាអីអាចជួបអ្នកគ្រូបានបាទឥឡូវយើងសូមសម្រាប់តែប៉ុណ្ណេះបាទអរគុណ ពេលរៀននៃខិតរិតចាប់ផ្ដើមចូលរៀននៅថ្ងៃទី11-12 មេសាឆ្នាំ 2026 នេះចាប់ផ្ដើមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ